ជាទីស្រឡាញ់ក្នុងពេលសន្ទនាគ្នានោះរមែងកិច្ចមិនផុតពីការលើកយកបុគ្គលនេះបុគ្គលនោះមកនិន្ទាឬពិចារណាថាយ៉ាងនេះយ៉ាងនោះឡើយកូនត្រូវហាត់ធ្វើចិត្តឲ្យធ្ងន់ក្នុងរឿងនេះព្រមទាំងឲ្យធ្ងន់ត្រជាក់ផងពោលគឺកុំជាមនុស្សត្រជាក់សជឿពាក្យនិយាយរបស់អ្នកណាដោយងាយនោះដោយចំពោះយ៉ាងសំខាន់បើកូនជាអ្នកធំជាអ្នកបង្គាប់បញ្ជាជាអ្នកដឹកនាំឬក៏ជាមេគ្រួសារកូនត្រូវតែប្រយ័ត្នឲ្យណាស់ព្រោះមនុស្សខ្លះនិយាយដោយមិនទទួលខុសត្រូវនិយាយទៅតាមតែចិត្តដែលចង់និយាយមិនគិតដល់ផលប៉ះពាល់ទៅលើអ្នកដទៃថាតើអ្នកដទៃក្តៅក្រហាយឬក៏ខូចឈ្មោះយ៉ាងណាអ្នកខ្លះនិយាយព្រោះស្រួលមាត់ចង់ឃើញអ្នកស្ដាប់យកចិត្តទុកដាក់នឹងស្ដាប់ឬក៏ភ្ញាក់ផ្អើលទៅតាមពាក្យនិយាយរបស់ខ្លួនអ្នកខ្លះនិយាយព្រោះត្រូវការឲ្យគេបែកគ្នាខ្លះទៀតព្រោះចង់និយាយសង្កត់សង្កិនគេមានសពមានគ្រប់រឿងរ៉ាវក្នុងពាក្យសម្ដីអ្នកនិយាយកូនស្ដាប់មនុស្សទាំងឡាយនិយាយហើយកូនត្រូវថ្លឹងថ្លែងឲ្យល្អកុំបញ្ញាប់ជឿត្រូវទុកពាក្យសម្ដីអ្នកដទៃនឹងតិចសិនចោះកុំទាន់យកមកប្រើការត្រូវពិសោធន៍ត្រូវពិចារណាឲ្យសពគ្រប់ដូច្នេះកូននឹងមិនខូចចិត្តមិនបានក្តៅក្រហាយក្នុងកាលជាខាងក្រោយឡើយមនុស្សតិចស្រាលឆាប់ជឿគេពេករមែងធ្វើឲ្យខ្លួនឯងក្តៅក្រហាយស្ដាយក្រោយខូចកេរ្តិ៍ឈ្មោះមិនជាទីរាប់អានរបស់អ្នកដទៃបែបនេះមានច្រើនណាស់មកហើយម្យ៉ាងទៀតមនុស្សត្រជាស្រាលនោះរមែងធ្វើឲ្យភរិយាស្វាមីលែងលះគ្នាចែកផ្លូវគ្នាធ្វើឲ្យគ្រួសារដួលរលំនៅមិនសុខទំនោះត្រូវសង្ស័យគ្នាឬក៏ត្រូវក្រំចិត្តបែបនេះក៏មានច្រើនមកហើយដែរដូច្នេះកូនត្រូវប្រយ័ត្នខ្លួនទុកជាមុនទើបជាការល្អ